សម្រាប់ខ្ញុំផ្ទាល់មិនមែនខ្ញុំមិនចូលចិត្តការដើរកម្សាន្តទេបងប្អូនប៉ុន្តែដោយសារសុខភាពខ្ញុំខ្សោយចេះតែពុលឡានអញ្ចឹងទៅអញ្ចឹងខ្ញុំអត់សូវមានដំណើរកម្សាន្តអីទេព្រោះនៅពេលដែលយើងពុលឡានការដើរលេងកម្សាន្តក៏វាអត់សប្បាយចិត្តដែរបងប្អូនអញ្ចឹងរយៈពេលនៃការធ្វើដំណើររបស់យើងអស់ពេលមួយព្រឹកមកគឺចាប់ផ្ដើមនាំគ្នាហេវហើយក៏នាំគ្នាចាប់ផ្ដើមហូបអាហារថ្ងៃត្រង់បងប្អូនដែលយើងបានទិញម្ហូបមកពីផ្សារក្តាមណាមានម្ហូបឆ្អិនម្ហូបឆៅអីចឹងទៅអញ្ចឹងអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដែលគាត់ទៅជាមួយគ្នាហ្នឹងណាគាត់ចង់ហូបអីក៏ទិញនឹងចឹងទៅបងប្អូនមានបកាមានមឹកអាំងអីចឹងទៅហើយបន្ទាប់ពីយើងហូបអាហារហើយក៏យើងមកលេងឆ្នេរកែបនេះបន្តិចបងប្អូនណាស្រស់ស្រូបជាមួយនឹងខ្យល់អាកាសបរិសុទ្ធលេឡំជាមួយនឹងទឹករលកនេះហើយទឹករលកថ្ងៃនេះរៀងរលកធំបងប្អូនឃើញទឹកអសក្បោះតែម្ដងណានៅឆ្នេរអត់សូវមានអ្នកលេងទឹកទេដោយសារខ្លាចព្រោះអីរលកវារៀងធំអញ្ចឹងណាបងប្អូនហើយខ្ញុំក៏អត់ហ៊ានចុះដែរខ្ញុំនៅតែឈរលើខ្សាច់ឬក្រៅទេអត់ហ៊ានចុះទឹកទេបន្ទាប់ពីការឈរថតលេងនៅឆ្នេរខ្សាច់បន្តិចមកក៏នាំគ្នាចាប់ផ្ដើមលេងស្ទាយលេងអីអញ្ចឹងណាបងគាត់ស្លៀកពាក់ឈុតដូចគ្នាអញ្ចឹងទៅគាត់នាំគ្នាថតអីតិចអញ្ចឹងណាបងប្អូនជាអនុស្សាវរីយ៍ណា